ស៊ូបាត់ហើយបាទស៊ូបាត់ហើយតើណាផ្លូវណាទៅទប់ទឹកផ្លូវណាចូលហលអូ expanding river ទៀត មែនមិនគេទេ យេចាំមើលមានការ respect ប៉ាកតូណាមួយមិនថាប៉ាកតូរបស់គាត់ធំហ្មងទេបើសិនមិញបើយើងគិតទៅហ្មងគេ split pool យើងហ្នឹងយើងចាញ់គេ split pool ចាញ់ត្រង់ហ្នឹងហ្មងខ្ញុំនិយាយមែនណាអ្នកគ្នាចាញ់ពីបន្ទាប់ពីចប់ការប្រកួតនេះ scroll TikTok ឃើញតែមេគង្គទេមេគង្គមកឆុតខៃយក Queen Wing យកទៅវាយទៅលើ Vinoya មកនៅខាងក្រោមហ្នឹងគឺសាហាវខ្លាំងមែនតើកន្លែងហ្នឹងផ្ទុះ Queen Wing ប្រើ skill 2 ដងOh my god បាទមេគង្គបាទខ្ញុំមានអារម្មណ៍ថាមេគង្គអាចនឹងគេពងបាញ់អីគេ emote បាញ់ emote ដាក់គ្នាហ្នឹងបាទអីតែយើងឯងហ្វីលីពីនចិត្តស្ដិតដែរទេមិនបាទបាទគាត់បាញ់នេះដែរហ្នឹងហើយលើសូលបាដាំងរះបាញ់បេះដូងបាញ់អីវិញហ្នឹងបាទមីយ៉ាបាញ់បេះដូងអញ្ចឹងទៅបាទចាំមើលបាទនៅលឺឡើយទេមិនតាន់បាត់សបោយវិញទៅវាបែនទៀតបាទកាលីធ្វើវាបិទចោលអាចនឹងប៉ាកតូ first pick វិញបើសិនជាគេ respect គេបែនទៅព្រោះលេខដូចគ្នាពីហ្នឹងលេខដូចគ្នាទេបាទទាំងយើង headland មានអីឃើញមកវគ្គមិញគួរសមណាស់មិញយូរសងហើយវាយមិញនិយាយឲ្យអយុត្តិធម៌មួយទៅសម្រាប់ប៉ាប៊ីកូមិញប៉ាប៊ីកូអីណាគេវាណាវិញគឺបានវាយទេពេលចូលចុងវគ្គមានបានវាយដូច lock ដូចស្អីអស់តែ purify ហ្នឹងរត់ចោលតែកតេលបាទបើច័ន្ទមករាមិញញាក់ចកេះឆ្វេងស្ដាំមុខក្រោយឃើញទៅក្រោយម៉ូថលមិញហ្នឹងចង់លងហ្នឹងមានអីស៊ូបាទ Fredrinឃើញថាការដឹកណូត្រាស់របស់លោកគ្រូ Naga មិញគាត់ថ្លឹងបានល្អខ្លាំងមែនទែនថ្លឹងថ្លែងបានល្អបាទក៏មានជំនួយការមកពីលោកគ្រូបបមើលការបញ្យល់របស់គាត់ទៅគ្រាន់មើលនេះគឺអស់ហើយបាទនេះចាញ់អស់ឡងបាទសងតែបើសុទ្ធតែកាយវិការមកបញ្យល់ផង eye contact ផងសំខាន់មើលមុខទៀតបាទហ្នឹងហៅ eye contact ហ្នឹងបិទប៉ាកតូចោលចាំមើលល្អណាស់ដោយសារតែ map ហ្នឹង expanding river ទៀតអញ្ចឹងចំណេញទៅកាន់ប៉ាកេតូណាមួយបើ first pick តែគាត់គិតថាគេដាក់ពិចំណេញជាងមើលទៅប៉ាកេតូវីណូយ៉ាគាត់នៅសល់មួយ hero ទៀតបាននេះតាគាត់នៅសល់គាត់លេង split ចឹងដូចគ្នាកាលពីការប្រកួត MPL ហ្វីលីពីនគាត់លេងឲ្យមើលហើយគេយកប៉ាកេតូគាត់យក Bennett លេង split ដូចគ្នាអូ Marcel អូសោះ Marcel មែនណាគេបាត់ control យើងក៏មិនខ្ចី pick អាខៃដែរគេយកអាខៃទៅយើងកក់មែនណាវគ្គនេះចូលមកកក់គាត់ទៅយើងឈរចាំតា retreat ទេMarcel នៅពេលបើនៅក្រោយនេះគឺតំណងដែរអ្នកគ្នាអា basic attack ហ្នឹងគឺលេងកាត់ passive របស់គាត់ហើយមួយទៀតក៏ back seal if ហើយនៅក្នុង golden hour របស់គាត់ហ្នឹងគឺមាន target ឲ្យវាយចង់វាយអ្នកណាហ្នឹងបាទកំណែតម្ដងនេះម្សិលមិញស្ដាប់ Niker ខ្ញុំអត់បានមើលផាច់ទេម្សិលមិញហ្នឹង Niker ប្រាប់ថាទូចទេបងបាទក្រចូលមើលខ្លួនឯងអាងឹតមុខទូចទេបងបាទប៉ុណ្ណាតែគេ remove អា basic no cannot crit អូច្រើនណាស់ Ogre អីឡើងប៉ុណ្ណានេះ Ogre បើទេហើយលោកអើយ hero នេះណយតែ hero ហ្នឹងចេញក្នុង rank មកជួងឹតមុខហ្នឹងហើយបាត់ងត់ទេពេលគេបើ saber ដើម្បីអីនេះអត់យល់ឡើយអូអត់មាន Baloy ski ទេមិនអីទេបាទ10 pick យើងអាចចេញ Golan មកបាន slot ហ្នឹង Golan អាចលេងគេគេលេង Eve វិញហ៎Claude យកមក counter អខយ Swap ត្រាស់គ្នាលេងព្រោះដោយសារគេដឹងដែរគេអត់អាចយកអាកៃបានទេដោយសារយើងមាន Marcel Curry experience land គេបានយូរស្រុកយើងអត់ណាលេងហ៊ានយក Harrod មកហ៎អត់បានវាយបង Harrod មានបានវាយទេមិញ Midland យើងអាចមាន200ចាញ់Kimi ឬក៏ជាធានណា Midland យើងឬក៏ Lilia ល្អណាវគ្គនេះភាសាអាចវាយបានភាសាអាចតម្លាក់ដល់ Eve អត់ទេ Lilia ក៏បានដែរចូលទៅបតក់យកហ្មងចូលទៅផ្ទុះយកហ្មងអាហ្នឹងបើសុំต้องការណៃ Romer គេអាច head to head មកយើងបានណាបាទគេដកគាត់ចោលបាត់ហើយមិញគាត់ថា God ក៏អែមដែរ God ណាកាលមុនណាអាច combo ជាមួយនឹង Marcel ហ្នឹងបានទេដោយសារអីដោយសារតែមាន target ឥឡូវមាន target បាច់ target ផាច់គេដឹងដែរយើងដឹងដែរគេដឹងដែរចាគេមិនបាយ meta ច្រើននិយាយទៅ Experience Land គឺយើងគួរដក Manate ទៀតអត់ឬក៏ Matilda មិនដែរអូ Matilda មិញក៏រំខានយើងគួរសមដែរចាគាត់មិនទៅជា hero ដែលធ្វើឲ្យយើងពិបាកលេងទេតែដោយសារ rotation ហ្នឹងលឿនពេកយើងពិបាកលេងដោយសារ rotation Naga let's go Matilda ការសម្រេចគេ surprise គេអាចលេង Bennett បើគេចង់លេង split pool ដូចមិញហ្នឹងគេនៅសល់ Bennett មក hero ទៀតBennett គេលេង split អញ្ចឹង
Romer cái lên ấy nó ហើយបែណេតហ្នឹងវា rotation លឿនជាងប៉ាកាតូទៀតណា មានអារម្មណ៍ថាគេអាចលេងឈូត ជ្រូក យេឈូឬក៏ខាលីតពីហ្នឹងគេយក damage យកមកវាយ Marcel ហ្នឹងអេគេសោះ Atlas ណាតែ Atlas ដូចមិនសន្នឹមទេហ្នឹងវ៉ាកាយ counter ចុះបើគេយក Belleric មិនដែរ Belleric អូឃើញអត់លឺលាយ៉ាគេបែនចោលលឺចោលល្អណាស់វគ្គនេះដេញផ្ទុះទាំងអស់នេះ ណាមួយកាបូណាមួយកាបូមួយ Marcel ណែ តម្លាក់គ្រាប់ហ្នឹងចាំតែពេលបើកមកពេញហ្នឹង ករី Eve មួយ back សៀននេះសើអតិថិជនរបស់លីយ៉ាយ បិទឈូចោលណាកាដឹងដែរ ដឹងនៅ ខ្លាចគេយកមក pick up មួយការី យកតែកលិតទៅនឹងឈូតែដកមួយតែគាត់ថាគាត់ថ្លឹងមួយណាមានអារម្មណ៍ថាពិបាកលេងជាងគឺដកចោល យ៉ា បាទអាហ្នឹងក៏ជាទ្រឹស្ដីរបស់បបដែរណា Yes បាទការ ban hero គឺជា hero ដែលធ្វើឲ្យយើងពិបាកលេងអញ្ចឹងគេដកចេញហើយ slot ទី4គេនៅសល់ Experience Land និង Roamer គេអាចយក Roamer មកមុនបើសិនអាចគេអាចយក Khalid Roamer គេសល់គេលេងមួយ Eve សបបដាំងអីដែរតែនឹងបដាំងគួរចេញអត់ទេវគ្គនេះដូចមិនសន្នឹមទេបាទ hero ញ៉ោះសក់ Atlas Khalid ណែ Khalid ហ្នឹងហើយ Khalid នឹងឈូ Khalid គេ សួ ថ្លឹ រ ងមួយ សួរបាន clear land ណាមួយអាច free land បាននៅ mid ព្រោះដោយសារ Marcel អត់អាចជួយអីឲ្យ clear land ទេយើងត្រូវការ hero ដែល clear land លឿនដូចគ្នានៅ mid ថ្ងៃនេះយូសងណាតែចេញបានពីមេងកុង បាទ ឬក៏អាឡត ឬក៏ឡាពូអាឡតក៏បានដែរអាឡតល្អហ្មងអាកៃយេ អាឡត Midland ចង់លេងកម្បូទៀតគឺជើធានឬក៏គីមីតែគាត់ត្រូវគេលះឥឡូវនេះគេលះ Experience Land ហ្នឹងហើយកុំឲ្យបាក់លេ យើង ងចេញគីមីមកគេយក hero វាយហើយគេយកឡាពូយកឲ្យនឹងកាប់គីមី ព្រោះមានអារម្មណ៍ថាគ្រូបំបាក់ខាងគេគេយល់ដែរថាលេងមួយមេងកុងបាក់ពេកអញ្ចឹងត្រូវតែថ្លឹង hero ថ្មីឲ្យ Vinoya ហ្នឹង hero ដែលអាចលេងស្រួល land ទៅលើមេងកុងមើលទៅ ស៊ូស៊ីនអូស៊ូស៊ីនសល់អាឡតមកហើយអាកៃអាឡត hero គេអាចចាញ់អីគេណា Experience Land សល់អីគេទៀត Sora Sora ដូចអត់ទេ ឡាពូគេត្រូវការយក EP មកវាយ គេអាចលេងយូសងមិញបានវគ្គនេះមានអារម្មណ៍អញ្ចឹងអេយូសងបាន បាក់លេងយូសង លេងហ្នឹងបាក់លេងចំអីគេណា ឡាពូល្អ វគ្គនេះគេអត់ split ទៀតទេគេលេងមួយយើងហ្នឹងហើយវ៉ាវលោកគ្រូណាគេ ឡាពូសូរ៉ាសិតលេងបានសូរ៉ាសិតកំបោដែរសូរ៉ាក៏ល្អឡាពូក៏ល្អឡាពូហ្នឹងមើលទៅឡាពូយេគេយកមកដេញកាប់ស៊ូស៊ីនចេញពី team fight កាប់ទាំងអស់ក្លោទៀតហ្នឹងទូ ណាមកអាកវី3តង់កាប់3តង់ហ្នឹងវាអ៊ីមញូណោះ យេ កៃអត់ជាប់ទេ ត្រូវការអ្នក dealing ជាមួយនឹងឡាពូហ្នឹងមែនតើជំរើសមានតែមួយគឺបុកវាយមុនគេ យេ បើវាយអត់ដាច់ ចុងតែតារាវគ្គនេះថ្លឹងស្មើល្អណាស់ ល្អអូលោកគ្រូខ្លាកែលើល្អ អែម ណាមួយមានដៃគូដៃកង់មក BOB BOB បាទរៀងល្អដែរឥឡូវគេទៅយើងឈុតចឹងឥឡូវម្ដងគូយើងហ្នឹង យេ បាទជាមួយនឹងត្រាស់នៅក្នុងវគ្គទី2ជំនួបរវាងកម្ពុជានិងហ្វីលីពីនក៏បានបញ្ចប់លោកគ្រូក៏បានដើរចេញពីវេទិកានៃការប្រកួតនៅសតតែកីឡាករទាំង10រូបដើម្បីធ្វើការប្រកួតប្រជែងដណ្ដើមជាមួយនឹងពិន្ទុអីគេ មករាលេង sprint យេដូចអត់មានអីត្រូវលេង flick ដែរគាត់ធ្វើចឹងត្រូវហើយ ចុច sprint ទៅគាត់ស្រួលកិច្ចចកេះគេ ណាមួយ counter slow ផងមើលទៅ Yes បាទល្អដែរ sprint ឥឡូវពីច្រើនជួស៊ីងគេលេង sprint ច្រើន ព្រោះដោយសារ ulti វាដូច flicker ហ្នឹង ហ្នឹងហើយក ន្លោះទៅនឹងបរោយ បាទចាំមើលអញទៅជាណានៅក្នុងវគ្គទី2 វគ្គនេះអាចមករាគាត់ពាក់ sky ទៀតទេអត់មានតែគេពាក់ sky ហើយគាត់ទេ យេបាទចេញភ្លេងមកកំពុងតែបុកពោះស្រើតវគ្គទី2វគ្គទី1អាមាញ់មិញក៏មិនមែនជាសប្បាយចិត្តណាស់ណាដែរសម្រាប់ហ្វីលីពីនប៉ុន្តែតែគេឈ្នះគេនៅសប្បាយហ្នឹង យេតែក៏គេមានអារម្មណ៍ថាចម្លែកប្លែកដែរ បាទអត់រំពឹងដែរណា យេ បាទ surprise ល្អមួយដែរសម្រាប់មានវត្តមានច័ន្ទដាវ៉ាន់ហ្នឹងណាដោយសារតែមេតាមិនចង់បាសដូរមិនក៏ដោយគឺគាត់ស្រួលទេបាទមិនថា control មិនថាបាទ assassin ទេគាត់អាចប្រើប្រាស់បានច្រើនហើយសំណាងឯស៊ូយូគេnerf ហ្នឹងហើយ បាទnerf ពេកណាមួយ nerf ហ្នឹងប៉ណ្ណឹងមិនជុំទេតែដោយសារការ burst ទៅលើ hero control ច្រើនដូចជាអាកៃអីអាកៃបុកឈាមបុកអីនេះអត់បានទេណាបុកឈាម វាត្រូវជាមួយនឹងអា retriever ឈាម ហ្នឹងហើយ ត្រូវម៉ាច់ហ្មង
ហើយ skill ហ្នឹងចំណាស់ skill អាកៃតាឈាមច្រើនបើ skill ឈឺដែរទី1ទី2ហ្នឹងអត់លេងសើចបានទេមិញពេលខ្លះសឹងជន់បាច់ត្រីយកមកជន់បាច់ត្រីយកមកហ្នឹងហើយបាទភ្លេងដាក់រៀងបុកពោះឲ្យយូរហីបាទដល់គ្នាភ័យទេផងដាក់ភ្លេងយូរដែរបាទជាមួយនឹងការប្រកួតវគ្គទី2របស់យើងអ្នកទស្សនាកំពុងតែទះសាខ្លាំងមែនទែនចង់ឃើញជាមួយនឹងការលេងរបស់កម្ពុជានៅក្នុងវគ្គទី2ជាមួយនឹងហ្វីលីពីនបន្តទៀតបាទនេះត្រូវមិនហីចំស្របពេលដែលដាវ៉ាន់គាត់អាចលេង control បានល្អទៀតណាបាទត្រូវមិនមកហើយចាំរៀងយូរបន្តិចប៉ុន្តែនៅតែមកដល់ជាមួយនឹងការប្រកួតវគ្គទី2របស់យើងប្រយដាក់មេប្រែតបាទអត់នៅយូរទេ3កាប់យើងងឹតមុខដែរហើយដូចយើងដឹងចឹងជាមួយនឹងទីអាដាមជាមួយនឹងការប្រើប្រាស់ Marcel ក៏ល្អណាអឺ map អូ map បានល្អខ្លាំងមែនអូ flow ដូចគ្នាយេ flow យើងឯងគេគ្នាចឹងយកបាទវគ្គមុនដូចគ្នាយេវគ្គមុនយក grip ដូចគ្នាវគ្គនេះយក buff ដូចគ្នាចម្លែកគេសូន land បាទយើងសូនគេសូនតែយើងសូនគេអត់ខ្លាយព្រោះទីអាដាមវាយគេអត់ឈឺបងបាទhero ហ្នឹងឥឡូវវាយគេសូវឈឺអេអោភ្លេចមួយHello First Blood ពីច័ន្ទមករាចុំធ្វើយ៉ាងនេះខ្លួនហើយ De La Cruz បាទអូគេលួចសัตว์ពីរយើងបាត់ហើយគាត់ប្រហែលជាវាពេលតែយើងមកយកវិញដែរមិនដែរខ្ញុំអត់ De La Cruz ធ្វើគេវិញបាទយើងរៀងខាតពេលតែមិនដែរទេប៉ិនភ្នែកគេយកសัตว์ពីរយើងហើយគេយក experience ក្រែតែជាមួយនឹងមេងកុងក៏បងចាក់មួយស្មើជាមួយនឹង Vinoya ហើយយកមេងកុងចាក់ឡើងឈាមអូយមេងកុងមកខ្ញុំសុំ red មេងកុង10លើ10ហើយការប្រកួតនេះល្អមេងកុងល្អនេះដល់ហើយការប្រកួតអន្តរជាតិលើកទី1ហើយធ្វើបានល្អហើយមិនបានល្អធម្មតា perfect ហ្មងណាអូយ perfect ហ្មងរំពឹងតែគាត់ខ្លាចគេមែនអត់បាទវាយគ្មានស្គាល់ឈ្មោះពីណាគេដែរបាទវាយអល់អត់មានមើលឈ្មោះឲ្យខ្លាយណាវាយអល់ទេហ្មងចូលមានដាក់ឈ្មោះស៊ីនទេដាក់ឈ្មោះជីជាតិទេអូមើលអត់ស្គាល់ស្គាល់វាយហីបាទគេយើងរីកល្បែយើងតិចបាទតែសារតែគេលួចសัตว์ពីរគេលួចនិយាយថាលួចមួយធំហ៎ឥឡូវយេបាយ experience land grip ឥឡូវច្រើនតែបានអត់តបានល្បែ4គេលួចមែនគេលួចសត្វកាក់មែនមុនហ្នឹងហ្នឹងហើយសត្វគេយក experience land grab ហ្នឹងហើយ experience grab ហ្នឹងហើយមកគេទៅយកចេញពីសត្វពីរយក experience grab ហើយមកគេយករបស់គេទៀតអញ្ចឹងគេនាំមុខយើងគឺត្រូវហើយបាទជាមួយនឹងអីល្បែ4ហ្នឹងមួយស្មើជាមួយនឹង goal land លឹបរត់ដាក់មេប្រែនក៏លេងជាមួយនឹងការគ្រប់គ្រងជាមួយនឹង objective ហើយជាមួយនឹងទីឧត្តមបើក map មាន level 3មាន heavy spin តែគេអាចនឹងញាស់បានជាមួយនឹង Vinoya បេងកុងបើកជាមួយនឹងគណៈអុក retry តែគេយកបាននោះទេពីប៉ាពីកូបាទ stand pro មួយ load មួយ project ដាក់មេប្រែនតែម្ដងយកទៅ objective ដកថយបើសិនកាត់ទៅ retry ស្មើគ្នាណាពីរនាក់ retry បាន2ដងហ្នឹងហើយចំ retry ដូចស្មើរឿងនោះដូចដេកមានអារម្មណ៍ទៅមិនហ៎ដេកចាវូretry ដូចច្រើននេះ retry ដូចអត់បានទៅ2 channel បាទ midland យកវគ្គមុន roamer បាទប្រចដាក់មេប្រែនបាវ៉ាន់ច័ន្ទមករាខ្មែរមកដល់អឺតមួយបានធ្វើការដកថយទីឧត្តមនៅ level 3នៅឡើយទេ roamer ឥឡូវក៏មានការដូរឆ្នានទៅលើដៃ hit conceal ឥឡូវដូចជាកាត់ cool down ទៀតសบายខ្លាំងមែនទេហើយmidland បាទណាមួយឥឡូវ roamer គេបញ្ជាក់ឲ្យថាគេចង់ឲ្យយើង zone ទៅលើ enemy ជាជាងការយក minion អញ្ចឹងឥឡូវហ្នឹងគឺប្រភេទ roamer ដែលបញ្ចេញតែមេដូច Khalid Hilda ឈូគឺសบายខ្លាំងមែនទេគេថាបានទៅបតាយបន្ទប់មួយគេតិចតួចអីចឹងណាដល់បាទ De La Cruz បាទលងខ្លួនអស់ប្រាណទៅឡូវហើយបានលេងconceal កាន់តែល្អតែប៉ុន្តែបើអានេះខ្ញុំមិនមែននិយាយថាដើម្បីយើងកាន់ជើងប្រទេសគ្នាឯងទេប៉ុន្តែខ្ញុំឆ្ងល់តាំងពីវគ្គមុនហេតុអីគេលេងសេះមួយយើងទាំងគាត់ប្រកួតប្រហែលប្រកួតចុងក្រោយគឺតែ aggressive តាំងដើមវគ្គអូយទីដំគេ flicker បាទ golden hour ជាប់តែមួយទេតែជាមួយនឹងទីឧត្តមឯងនឹងបាត់បងតែដូចជាអត់អីដែរបាទបាត់បងអេបងDe La Cruz អាយ៉ា2ដងហើយមិនមែន1ប៉ុន្តែ2ប្រេងមិញគឺថាចំណេញហ្នឹងហើយតែឥឡូវទៅខាតវិញបាទហើយអស់ទាំង flicker អស់ ultimate អស់ជីវិតខ្លួនឯងដូចគ្នាមួយយើងនេះចូលស្មើគ្នាណាអត់មិនទេបាទ go ស្មើគ្នាទេព្រោះបើខ្ញុំធៀបដោយសារខ្ញុំមើលការប្រកួតហ្វីលីពីនប៉ះប្រទេសផ្សេងច្រើនគាត់លេង aggressive តាំងដើមវគ្គតែដល់ពេលប៉ះកម្ពុជាគឺស្ងាត់ឆឹងតាំងពីមុនស្ងាត់ឆឹងយកមកអូហើយវគ្គមុនហ្នឹងឈ្នះសារ split ទេណាយេសៀងណា split ទេបើវាយ5ស្មើវាយចេះទេ
A A O A A B C ផ្លាច់ផ្ទះមួយម៉ាំងចាក់1 2 3 4 Hello អត់ស្គាល់ទេដាក់ឈ្មោះអត់ស្គាល់ទេវាយអីយោមេងកុំកាច់មែនបាច់បុកមួយតែទើសជាមួយនឹងផាស៊ីលរបស់ទីឧត្តមបាទលើហ្គោឡែមបង្វាយគ្នាអាវទីតលនឹងអាវទីអើតមែតបើអូតមែតលើខាងលើមានការដកថយតែកលេជាមួយ10 GQ ប៉ុណ្ណាជាមួយនឹងការយកទៅថលយកបានជាមួយ10 GQ ទៅថលទៅខៀវប៉ុណ្ណាក្តៅក៏មិនអាចខ្លាចដែរជាមួយនឹងទីឧត្តមនៃការដកថយចាប់ជាមួយនឹងវីណូយ៉ាចង់នៅណាតែជាមួយនឹងវីណូយ៉ាទៅខៀវប៉ុណ្ណា De La Cruz អាចណាបន្តទៅក៏ណាចូលមកលេចចាក់ខ្ញុំសិនមកដល់ផ្ទះចូលបាយញ៉ាំទឹកមួយសិនទៅបាត់បង់ជាមួយនឹង back សៀមួយទៀតដូចគ្នាប៉ុណ្ណាបាត់បង់2 រ៉ូក៏ដូចជាយកបានជាមួយនឹងថតទៀតពីក្រុមកម្ពុជារបស់យើងបាទមិញល្អមែនទេបាច់ចាំបាច់កៃឲ្យជាប់ជាងទេកៃឲ្យតែគេប៉ើទៅវាលោត trigger pass របស់អាឡតមកហើយចុះដល់ចាក់ហើយមកដល់ផ្ទះឲ្យអូដៃចូលយកមកហ្នឹងហើយបាទមកលេងផ្ទះខ្ញុំសិនមកបាទអាមិញយើងយកបានទៅថលយកបានរីដូចហ្នឹងមិញហ៎ហើយមិញដូចជាសេណូលិតមកល្បែទៀតបាទផាស៊ីលចូលទៅញ៉ោះយកជាមួយនឹងធាវ៉ាន់ដើម្បី0យកថារ៉េតតែម្ដង De La Cruz យោមួយណាប្រយ័ត្នមិនមែន1មិនមែន2ប្រយ័ត្ន3ដងភ័យហើយបាទអូសប្បាយចិត្តជាមួយនឹង performance ថ្ងៃនេះមែនតើបាទសម្រាប់អ្នកដែលគ្រប់គ្រងក្រុមកម្ពុជារបស់យើងឃើញ smash ត្រូវហើយមេងកុងក៏យក Oracle មុនបាទទីឧត្តមបើក map គ្រប់ទីកន្លែងយកតែម្ដងបាទគោលិតយើងលិតមកខេជាងមកវិញបាទ De La Cruz លឹបបាទ De La Cruz មួយស្មើឡើងឈាម Region HP ទុកពេលវេលាឲ្យ Pavin ដើម្បី farm minion mid lane នៅបន្តមកមានការ rotation មកយើងក៏បានដឹងដូចគ្នាថានឹងមានវត្តមាននៃការចូលមកជួយតែ mid lane មួយទីដើរមិនស្រួលអាចនឹងមានបញ្ហាព្រោះមានការពួនចង់ចាប់ទៅលើសមាជិករបស់ក្រុមកម្ពុជាតែយើងបានដឹងពីច័ន្ទមកណារត់ក៏វៀងបាត់ទៅហើយចង់វាយគឺមិនមែនងាយនោះទេមេរៀននេះវាដដែលពេកមិនងាយធ្វើបានម្ដងទៀតនោះទេមកចង់ចាប់ mid lane ទៀតគឺមិនងាយដូចគ្នាមិញច័ន្ទមកណាក៏រត់វៀងដល់ចាប់ទេមិញមកសំណុំឯណា4នាក់នៅកលៀតហ្នឹងគ្នាក្នុងស្បែកកណ្ដាលហ្នឹង4នាក់ចាំមើលនេះសង្គ្រាមបាប៊ីកូអាយ៉ាមានរឿងអីចេះជាមួយនឹងមេកុងជាមួយនឹងការចាប់លើកបោះត្រឡប់មកវិញ final strike ដែរទេម៉ាំងបាត់បង់ជាមួយនឹងសេណូមិនដូចទេជាមួយនឹងការជាប់ជាមួយនឹង Golden Hour De La Cruz បាត់បង់ជីវិតបាត់ហើយសេណូក៏បានមកជួយពេលណាយកក៏បានបាត់ដែរ2 រ៉ូដល់មិនបាននោះទេ control objective ទៅថលបានទៅលើក្រុមកម្ពុជាទៅទៀតបាទមេកុងថត free បាទចំណេញខ្លាំងមែនតើយកបាន2 រ៉ូថតមួយទៀតលិត 2k ក៏ជាងមកវិញដូចគ្នានៅខាងលើតែក្រោមចិត្តដាច់មេកុងទៅអូយបានតែងតែពាក្យមួយនេះអាចភ្លេចមេកុងមិនអាចភ្លេចអ្នកទេមកទៀតហើយនេះរូបភាព highlight សារឡើងវិញកន្លែងនេះជាមួយនឹង Golden Hour ដាក់មកល្អហ្មងយើងកំពុងតែយកបើរបស់គេយើងកំពុងយកផបើម៉ាំងយកបានអត់មិញមើលអត់តាន់មកស្វិចមកភ្លាមឥឡូវមានការវាយជាមួយនឹង heavy spin ម៉ាំងក៏វាជាប់ជាមួយនឹង De La Cruz នោះទេតែជាមួយនឹង De La Cruz អើយ 3 4 លើកដងឡើយហើយបាទ De La Cruz ដូចជាបានហើយបានតាម៉ាំងបានជាមួយនឹងទៀតអូយបានផបើច័ន្ទដាវ៉ាន់យកគ្រប់យ៉ាងអ្វីដែលគេធ្លាប់យករបស់យើងឥឡូវយើងយកមកវិញដូចគ្នាអូអែមយើងឥឡូវពងក្របគេ 4k go ដូចនិយាយហ្នឹងមកសិនមិញយើងអាច comeback ទៅលើមីយ៉ាន់ម៉ាថ្ងៃនេះក៏អាចដូចគ្នាបាទយ៉ាលួចយីគេនោះទៅនោះអត់មានអ្នកដឹងអត់មានអ្នកឆែកមានអ្នកដឹងទេគេក៏វៀងមកតោះស្មើគ្នាទៅអត់អីល្បែងស្មើទៅយើងចង់លៀបជាងហ៎បាញ់បើដឹងកុំសៀលពីទីឧត្តមដើរចូលមើលឃើញដឹងដូចគ្នាថាចង់កំពុងលួចបងខ្ញុំមិនទេជាប់បាត់ហើយសេណូមកដល់ផ្ទះហើយចូលលេងសិនមកតែវីណូយ៉ាចង់យកបានជាមួយនឹងតារ៉េតឥឡូវវាយគ្នាសិនទៅកុំតន់តាណាចាំគ្នាយកមកសិនចាំលេងតទៀតអូទីឧត្តមវិញឈរទីខយកមកគេយ៉ាចំណេញខ្លាំងមែនទេជាមួយនឹងការ pick up ទៅលើចាំងកលជន់ច័ន្ទវ៉ាន់បែនស៊ីកាតាអូយ blessing do it ពី Pavin វាយជាមួយនឹង De La Cruz ចាយជាមួយនឹង Spy Flicker ដកថយបាត់ដូចធៀបផងដែរអូ Raidber នឹងមានការយកមកពីក្រុមកម្ពុជាសូមសម្លេងហួយកូបារៀមួយមកបាទឥឡូវជាមួយនឹងការចង់បន្ត pressure ជាមួយនឹង Turret នៅខាងលើបន្តទៀតដូចគ្នាផងដែរតែមកទៅដូចជាយើងមិនចាប់ត្រឹមនេះហើយមិនតន់ចង់មិនតន់ណាមួយឡតក៏ដល់នាទីកើតដូចគ្នាផងដែរអូអែមចាំមើលឡតមើលយើងលិចគេមក level
ភើងប៉ែងយកបានផងទៀត ដោយតែបាននិយាយហេរ៉ូនេះទទួលការបើខ្លាំងពេកត្រាស់របស់លោកគ្រូណាកាគឺល្អខ្លាំងមែនទែនអាយ៉ាមកហើយជាមួយនឹងច័ន្ទវណ្ណឃើញចាប់ផុសមួយគវីប៉ាពីកោទៅបាត់ហើយចូលដល់ពីឡូជាមួយនឹងការឡោថយចាញ់តែជាមួយនឹងសែណូមិនឲ្យរត់រួចនោះទេជាមួយនឹងការលើកបោះមកវិញបាត់ជាមួយនឹងសែណូពីឡូឡតអានេះជាឡតរបស់ក្រុមកម្ពុជាបានដែរតែអត់តចោលទេទីឧត្តមអាយ៉ាវ៉ាវយកបាន200យកបានយ៉ាងចាំងឡទាំង mid lane មិនយកបាន mid lane ហ្នឹង200លុយពេញបឹបយកបានឡតមួយទៀត secure លិត 6k go អូ my g 9 kill ទៅដល់1 kill លិត 6k go អូយ នេះឈុតឆាក highlight អូយស្អាតណាស់កន្លែងហ្នឹងបាទកៃបានក្រោយហើយកៃនេះជាប់2ទៀតបាទបាទនិយាយទៅគាត់ដាក់នុយហ្នឹងដាក់ឆយវាយសិនវាយងាកម៉ាប់បុកប៉ាំងកវីមកដោយប៉ាពីកូមកបណ្ដោយបាទណាមួយមករាមិញល្អគាត់អង្គុយខៃឡើងពេញ stack ហ្នឹងអង្គុយខៃឡើងពេញ stack បាទសេណូកន្លែងនេះបើសិនជាយើងទៅគាត់ឲ្យមានបញ្ហាតែអូខេផាវ៉ាន់គាត់នៅឆ្ងាយបាទផាវិនគាត់នៅឆ្ងាយមិនអញ្ចឹងខ្ញុំគិតថាគេអាចនឹងរត់ទៅសុបាយចិត្តពេកនិយាយចង់ខុសហើយអូយក្រុមកម្ពុជាល្អបាទបើក map មួយស្ងប់ស្ងាត់ភាពការជាមួយនឹង Orange បើឲ្យយកធម្មតាតែផុសបើអាចនឹងយើងយកបាន Tier 2 ត្រេនខាងក្រោមមានបុកកដាច់ដែរបាទតែយកអមឡតទេណោះអូឡើយនេះដាក់នុយមែន wait អូ what យកមិចសិនយកមិចកន្លែងដាក់នុយបើសិនជាមិញមានអ្នកទៅតបឡតមួយហ្នឹងគឺយើងកាត់នៅក្នុង Tier 2 ត្រេនហ្នឹងយកមកវ៉ាវគឺសសៀលមួយសិនបាទតែនៅខាងក្រោមគេចង់ធ្វើមួយរឿងហ្នឹងវាកន្លែងនេះធ្វើមួយរឿងFinal Slash យើងយកធ្វើទេ Golden Hour ចាប់ជាប់លោតចូលជាមួយនឹងក្រៅមានការចន់ដល់2-3តែនៅមានការចង់កាប់ជួយដល់ប៉ាពីកូ3-បាត់ដល់បណ្ដាយតាមបុកគៀលពីខាងកាន់បាក់ណាជួយនឹងយកបាត់អេចវ៉ែបាមាននេះវាយអត់វាយបញ្ចុះវាយកតម្រង់នៅក្នុងវាមួយនេះវាយទៀតចៃជំនះបានលើក្រុមកម្ពុជាជាមួយនឹងការ comeback 1-0ស្មើ Oh my god អូមានរឿងត្រូវនិយាយគ្នាហើយវាមក split pool មែនទុកមុខឲ្យបិទប៉ាកតោចោលឥឡូវមកលេខ control objective ដូចវាបានឃើញអីអូកម្ពុជាធ្វើបានហើយបាននៅក្នុងវគ្គទី2អូយត្រាស់មិញសាហាវអូយបើគិតដល់ទៅសាហាវពេកបើក Marcel អាកៃឲ្យហ៊ាន spin អញ្ចឹងគេអត់ធីកអាកៃយើងយកអាកៃហើយដល់ពេលយើងកៃមកពងយើងចាក់អាឡតក្បោទៀតគាត់ដឹងច្បាស់ថាបើយើងលេងវាយគ្នា5ស្មើយើងធំជាងបិទ hero split ឲ្យមកវាយមួយយើងហ្នឹងហើយវាយ5ស្មើវាឆ្នៃយើងរសារមានស៊ូស៊ីនបោករហូតគាត់ដឹងច្បាស់ថាគាត់ចង់ថ្លឹង Experience ឲ្យធំជាងយើងយកអាឡតមុនចង់ last pick យកឡាពូអត់មានអីអើយមិញអើយវ៉ាហេរ៉ូមានតែឡាពូហើយសូរ៉ាមានតែពីរហ្នឹងគាត់ហើយត្រាស់មិញមកអត់ចោះពីលោកគ្រូណាកានឹងជំនួយការមកគាត់ BOB បាទអូល្អពេកអូស្វាយចិត្តមែនទេបាទអូដូចនិយាយចឹងកាលពីម្សិលមិញយើងបាន comeback ទៅលើមីយ៉ាន់ម៉ា2-1ថ្ងៃនេះក៏អាចដូចគ្នាឥឡូវមួយស្មើណាចូលដល់វគ្គទី3បើសិនតែហ៊ានប្លែងទៀតតែគេអាចមក first pick ដែរមើលវាប្រកាសជាមកហើយឥឡូវ top pick ខ្ញុំតើគាត់ដឹងថា first pick របស់គេចង់យកអីសម្រាប់លោកគ្រូ Naga និង Bob នៅពេលដែលគាត់ដឹងតែគេយកអីអញ្ចឹង10 pick របស់យើងនឹងធំជាង first pick របស់គេហើយ10 pick របស់គេនឹងតូចជាង pick ទី3របស់យើងតែមិញល្អអា3 pick ដំបូងល្អខ្លាំងមែនតើមកយក Marcel មកគេអត់ហ៊ានយកអាកៃទេគេយកអាកៃកាព្រោះដោយសារពេលកៃមកគេយើងដាក់ Golden Hour ជន់អាហ្នឹងណាយើងយកបាសៀធំតដែរអញ្ចឹងគេសម្រេចចិត្តថាគេយកបាសៀ Yes OVP of the game គឺបានទៅលើញ៉ែមច័ន្ទដាវ៉ាអូយដៃអាកៃនេះល្អទេអើយ control ល្អអែមហើយអ្វីដែលសំខាន់គាត់ប្រើប្រាស់ជាមួយនឹង Heavy Spin គឺស្របពេលចំពេលល្អពេកចំពេលមកខៃចោះខៃឡើងបោកសិនដំបងឲ្យរ៉ាឲ្យមករ៉ាគាត់
ផោកឲ្យពេញស្គៀ យេ បោកមកខាងក្រោយវាមិន trigger មកតង់ឲ្យត្រូវហើយផលសៀវបាឡុនវាមកតង់ពី2តង់បាត់ហើយ យេ បោកចោលបោកឡើងឃើញកន្លាតំណងកៃចាក់យកមក យ៉ាត់វគ្គទី3នេះដូរ play ហ្នឹងហើយ យ៉ាត់ដូរ play អាច យ៉ាត់ដាក់ camera មកវិញ ប្រយ័ត្ន camera ចេញមកវិញ ចេញមកវិញក៏អត់ខ្លាចដែរ ហ្នឹងហើយ បាទមិនឈ្មោះ camera ផង មើលឈ្មោះសានប៉ុននៅវាយ បាទ បាទ ចឹង14ទល់នឹង2នៅក្នុងវគ្គទី2អំបញ្ញមិញ11នាទី54វិនាទីអូគោលទេ 40k ទល់ 29k មកចង់ 10k ហ្នឹងបានលី 10k ហើយ objective យើងបានច្រើន rank បើយើង 6 5 បើយើង 7 5តថយើង 2 1តថទី1យើងមិនបាច់និយាយទេបាទទីស្មាតនេះចាំងកន្លងនឹង2អត់បានតែបាន mid lane វិញ ហ្នឹងហើយតែ retreat ដូរយើងឃើញរូបភាពឈុតឆាក retreat ដូរយកហ្មង អូកលិតពាក់ defend ចឹងបានយើងអត់សូវខ្លាចកលិតផងហ្នឹង ហ្នឹងហើយ បាទណាមួយគាត់ខំ បើ ដែរ ពាក់ damage มันផុយល្អគាត់យើងអង្គុយផោកចាក់វាយ អត់ទេ អូន គាត់អត់លួចអាដបងបលាមួយគាត់គិតថាអត់មានអ្នក front line ទេ ចឹងគាត់ត្រូវតែពាក់ defense shot យកមកដើម្បីពជាពេលបានយូរប៉ុន្តែយើងមិនអាចពជាពេលណាមួយយើងមានជូស៊ីនពីច័ន្ទមកណាតែងតែលើគាត់ហ្នឹងហើយលងអា first flirt ហ្នឹងហើយ ហើយមិនមាន act ទៀតហ៎ យ៉ា mini egg អូបាទទេ tick first ហេ បាទមាន act ទៀតមិញ mini egg ទី1ហេដឹងអត់ដឹងដែរយើងបានមើល អត់ កា ទេ រគោលគ្រប់អស់ យកបានមើលគ្រប់អស់តែបើសម្រាប់ក្រុមកម្ពុជាយើងមាន act មួយហើយ